តែអ្នកធ្លាប់ឆ្ងល់ដែរទេគេដំឡើងគ្រឿងម៉ាស៊ីនឲ្យជាប់ណែនល្អបែបនេះដោយរបៀបណាពេលខ្លះគ្រឿងបន្លាស់ខ្លះគឺមិនអាចដាក់ចូលគ្នាបានទេបើទំហំវាស្មើគ្នាឬក៏ធំជាងរួនបន្តិចតែមានបច្ចេកទេសមួយដែលអាចដោះស្រាយបញ្ហានេះបានយ៉ាងអស្ចារ្យនេះគេហៅថា string fitting ឬក៏ការដំឡើងដោយប្រើភាពត្រជាក់តែមុននឹងដឹងពីរបៀបធ្វើវាសូមចងចាំថាកុំប៉ះដែកត្រជាក់ខ្លាំងដោយដៃទទេឲ្យសោះព្រោះវាអាចជាប់ស្បែកអ្នកភ្លាមដូចនារីម្នាក់នេះអញ្ចឹងវិធីនេះគឺគេយកគ្រឿងបន្លាស់ទៅត្រាំនៅក្នុងអាសូតរាវ liquid nitrogen ដែលមានសីតុណ្ហភាពត្រជាក់ខ្លាំងទៅដល់ដក321អង្សា Fahrenheit ពេលដែលត្រជាក់ខ្លាំងវានឹងបង្រួមខ្លួនទូជាងមុនបន្តិចដែលអនុញ្ញាតឲ្យអ្នកដាក់វាចូលទៅក្នុងរន្ធនោះបានយ៉ាងងាយស្រួលពេលគ្រឿងបន្លាស់នេះចាប់ផ្ដើមក្តៅមកសីតុណ្ហភាពធម្មតាវិញវានឹងរីកមាឌធំមកទំហំដើមវិញហើយជាប់ណែនល្អបំផុតនៅក្នុងរន្ធនោះអាសូតរាវគឺជាសារធាតុដ៏អស្ចារ្យដែលមានប្រយោជន៍ច្រើននៅក្នុងវិស័យឧស្សាហកម្មនេះជាមន្តអាគមនៃវិទ្យាសាស្ត្រពីព្រោះភាពត្រជាក់អាចបង្រួមដែកបានសង្ឃឹមថាអ្នកបានរៀនអ្វីថ្មីអំពីវីដេអូមួយនេះកុំភ្លេច like share follow ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណ Pasai Auto